ចំមាត់ធ្វើគិតឃើញរឿងរ៉ាវដែលកន្លងមិនទៀមទាដូចជាសូបិនដែលមិនអាចត្រឡប់ផ្លូវជីវិតនេះពិតជាលំបាកតែមិនបាញ់ចប់ដើរតាមគន្លងដែលវាសនាបានកំណត់ពេលខ្លះក៏ល្អពេលខ្លះសែនកំសត់ដួលហើយគ្របមិនអាចស្ដីបន្ទោសហើយបាត់ព្រោះជីវិតជាដំណើរដែលត្រូវតែឆ្លងកាត់ភាពឯកាឈឺចាប់ប៉ុណ្ណាក៏ត្រូវតែអត់ធ្មត់ព្រោះតំណក់ញើសគឺជាក្របពូជនៃថ្ងៃស្អែកទោះបីជាខ្យល់បក់បំបែកឲ្យចិត្តយើងរង្គើក៏មិនអាចធ្វើឲ្យចិត្តនេះរលាយឡើយជាក្របពូជនៃថ្ងៃស្អែកជីវិតជាការធ្វើដំណើរមិនបញ្ចប់ដរាបណាខ្យល់ដង្ហើមនៅ